គិតការធំដូចជាឆាឆាយនៅក្នុងចំណោមមេដឹកនាំនៃយុគសម័យសាមកុកយើងមិនអាចបដិសេធបានទេថាឆាឆាយជាបុគ្គលសំខាន់ដែលធ្វើឲ្យកើតរឿងរ៉ាវនិងប្រវត្តិសាស្ត្រជាបន្តបន្ទាប់អស់រយៈពេលយ៉ាងយូររហូតដល់ក្លាយជាមហាកាព្យនៃដំណើររឿងដែលមានគេឮនិងចាប់អារម្មណ៍រហូតមកដល់សព្វថ្ងៃនេះគេនិយាយថាមហាបុរសកំពូលរបស់ពិភពលោកមានមូលដ្ឋានមួយដែលដូចគ្នានោះគឺគ្រប់គ្នាសុទ្ធតែជាប្រភេទមនុស្សដែលគិតការធំទាំងអស់ឆាវក៏ជាមនុស្សប្រភេទនេះដែរមានសំណួរចោទឡើងថាហេតុអ្វីបានជាយើងហ៊ាននិយាយថាឆាវគិតការធំចម្លើយគឺប្រសិនបើឆាវមិនគិតការធំទេរឿងរ៉ាវក្នុងសម័យសាមកុកនឹងមិនអាចคล้ายទៅជាយ៉ាងនេះឡើយសូមត្រឡប់ទៅមើលប្រវត្តិសាស្ត្ររឿងរ៉ាវពិតរបស់ឆាវម្ដងទៀតពេលឆាវនៅត្រឹមតែជាមន្ត្រីថ្នាក់កណ្ដាលនៅក្នុងរាជដំណាក់របស់អធិរាជហានទៀងជីតុងជួទំកាំងខ្លួនជាធំរឿងដែលកើតឡើងក្នុងគំនិតរបស់ឆាវគឺគេគ្រាន់តែចង់ជួយប្រទេសជាតិដោយការកំចាត់តុងជួឲ្យបាត់អំពីផែនដីនេះតែប៉ុណ្ណោះប៉ុន្តែពេលគេចាប់ផ្ដើមលួចសម្លាប់តុងជួមិនបានសម្រេចហើយត្រូវតុងជួចេញបញ្ជាឲ្យចាប់ខ្លួនគេដើម្បីមកសម្លាប់ទៀតនោះធ្វើឲ្យឆាវត្រូវរត់គេចខ្លួនពីការតាមចាប់យ៉ាងប្រញាប់ប្រញាល់នៅក្នុងស្ថានភាពបែបនេះយើងអាចនិយាយបានថាវាជាពេលមួយក្នុងជីវិតរបស់គេធ្លាក់ខ្លួនដុនដាបបំផុតមិនត្រឹមតែប៉ុណ្ណោះគេត្រូវទៅហ៊ាននៅជនបទឡោមព័ទ្ធចាប់យ៉ាងងាយទៀតផងឧត្តមគតិចង់ជួយសង្គ្រោះប្រទេសជាតិរបស់គេនៅពេលនោះបានត្រឹមតែជាក្តីសុបិនរបស់កំឡោះបំណងល្អចំពោះប្រទេសជាតិប៉ុណ្ណោះប៉ុន្តែទីបំផុតទៅពេលបានឱកាសគេចាប់ផ្ដើមប្រកាសមហិច្ឆភាពរបស់គេឡើងដោយការផ្លាស់ប្ដូរស្ថានភាពពីទាបបំផុតទៅរកចំណុចខ្ពស់បំផុតនៃជីវិតបង្ហាញពីភាពជាអ្នកដឹកនាំដ៏ជំនាញមានភាពវៃឆ្លាតនិងហ៊ានប្រថុយដ៏គួរចាប់អារម្មណ៍ប្រភពនៃរឿងរ៉ាវទាំងអស់នេះហើយជាការគិតធំរបស់ឆាវការគិតធំមិនគិតចង់ប្រមូលផ្ដុំបកពួកដើម្បីបង្កើតជាកងកម្លាំងគេមើលដឹងថាស្ថានភាពស្រុកទេសនាខណៈនេះមានមនុស្សតិចអ្នកណាស់ដែលព្រមចូលនិងស្មោះត្រង់ជាមួយតុងជួក្នុងស្រុកទេសដែលខ្វះជំនឿលើមេដឹកនាំយ៉ាងពិតប្រាកដកំពុងតែមានការប្រែប្រួលដូច្នេះទោះជាគេត្រឹមតែជាមន្ត្រីធម្មតាក៏ដោយប៉ុន្តែគេហ៊ានប្រកាសនឹងគំនិតរបស់ខ្លួនឯងដោយការចេញព្រះរាជអង្គការឲ្យមានការប្រមូលផ្ដុំកងទ័ពដើម្បីប្រឆាំងនឹងអំណាចរបស់តុងជួអ្វីដែលសំខាន់គឺគំនិតរបស់គេនៅពេលនោះមិនត្រឹមតែចង់ជួយសង្គ្រោះព្រះអធិរាជហានទៀងទីប៉ុណ្ណោះទេប៉ុន្តែក៏ប្រហែលជាសម្លឹងអំពីអនាគតរបស់ខ្លួនផងដែរគេនិយាយថាប្រសិនបើឆាវមិនគិតការធំទេរឿងរ៉ាវក្នុងរឿងសាមកុកក៏ប្រហែលជាមិនដូចនឹងអ្វីដែលយើងបានលើឡើយព្រោះបើគេមិនគិតការធំក៏មិនមានការប្រមូលផ្ដុំកងកម្លាំងសង្គ្រោះជាតិឡើងដែលមានអ៊ួយសៀវជាមេទ័ពធំនិងមិនមានការបែកបាក់នៅក្នុងកងទ័ពរហូតធ្វើឲ្យឆាវត្រូវផ្ដាច់ខ្លួនចេញមកបង្កើតកងកម្លាំងរបស់ខ្លួនហើយក៏មិនកើតបញ្ហាផ្សេងទៀតដែរដែលមានន័យថាតុងជួអាចនឹងនៅគ្រប់គ្រងអំណាចដូចដើមប្រទេសចិនអាចបដូររាជវង្សទៅជារាជវង្សតុងជួកថាបានហើយលាប៉ៃក៏ប្រហែលជាបានត្រឹមតែជាអ្នកចាក់ស្បែកជើងខណៈដែលឈុនជៀនក៏ប្រហែលបានត្រឹមតែជាចៅហ្វាយស្រុកតូចប៉ុណ្ណោះនៅពេលដែលឆាវគិតការធំឡើងមករបបប្រវត្តិសាស្ត្រប្រទេសចិនបានផ្លាស់ប្ដូរភ្លាមបន្ទាប់ពីឆាវគិតការធំហើយគេបានប្រកាសឲ្យបណ្ដាស្រុកផ្សេងរួមកម្លាំងគ្នាហើយមានតែឆាវនេះហើយដែលមើលស្ថានភាពដឹងថានៅមិនទាន់ដល់ពេលដែលត្រូវឈានមកឈរនៅជួរមុខក្នុងចំណោមអ្នកទាំងអស់នោះឡើយប៉ុន្តែនៅពេលនោះគេបានជំរុញឲ្យអ៊ួនសៀវចូលមកទទួលតំណែងជាមេទ័ពហើយក្រោយមកដោយសារតែកិច្ចការធំនេះហើយបានជាពេលកងកម្លាំងដែលប្រមូលផ្ដុំគ្នាមានការបែកបាក់គេជាមនុស្សដំបូងដែលប្រកាសខ្លួនចេញមកបង្កើតកងកម្លាំងរបស់ខ្លួនឡើងមកដោយមិននៅក្រោមចំណុះរបស់អ៊ួនសៀវឡើយធ្វើឲ្យក្រុមផ្សេងទៀតធ្វើតាមគេដែរដូច្នោះពេលកិច្ចការធំហើយរឿងសំខាន់បន្ទាប់ដែលត្រូវធ្វើគឺការចាប់ផ្ដើមធ្វើការធំដែលបានគិតទុកនោះយ៉ាងមោះមុតដោយតែយើងបានឃើញយ៉ាងច្បាស់ក្រោយមកឆាវបានក្លាយទៅជាអ្នកធំដែលគេបានគិតទុកដោយការស្ថាបនារាជវង្សរបស់ខ្លួនគ្រប់គ្រងផែនដីមួយផ្នែករបស់ប្រទេសចិនអ្នកនិពន្ធបានលើកយករឿងរ៉ាវគិតការធំរបស់ឆាវមកនិយាយនៅក្នុងមេរៀននេះគឺដើម្បីបង្ហាញឲ្យអ្នកអានមើលឃើញថាការពិតរឿងរ៉ាវទាំងអស់ដែលកើតឡើងសុទ្ធតែចេញពីការគិតការធំទាំងអស់សូមត្រឡប់ទៅមើលហេតុការណ៍ដែលកើតឡើងនៅសម័យសាមកុកម្ដងទៀតដោយយើងបានដឹងតាំងពីដំបូងមកហើយថារឿងរ៉ាវរបស់សាមកុកមានតួអង្គសំខាន់ត្រឹមលាវប៉ៃឆាវស៊ុនឈៀនប៉ុណ្ណោះដែលមានតួអង្គដ៏ស្រស់សង្ហានិងខ្លាំងពូកែគឺខុងមីងនិងកងទ័ពដែលបង្កើតឲ្យមានភាពរស់រវើកនៅក្នុងរឿងប៉ុន្តែការពិតទៅ
ខ្លឹមសារទាំងអស់នៅក្នុងរឿងសាមកុកមានត្រឹមតែបុគ្គល3នាក់ខាងលើប៉ុណ្ណោះហើយវណ្ណកម្មរបស់លោកខ្វាន់តុងទោះជាផ្ដល់សារៈសំខាន់ទៅរបស់ក្រុមលាវប៉ៃនិងបងប្អូន2នាក់ទៀតក៏ដោយប៉ុន្តែគន្លឹះសំខាន់ក្នុងរឿងបែរជាធ្លាក់ជ្រៅមកនៅឆាវឆាវទៅវិញឆាវឆាវជាមនុស្សដំបូងដែលគិតការធំនិងចាប់ផ្ដើមធ្វើរឿងដែលគេធ្វើនៅគ្រាដំបូងគឺការប្រកាសប្រមូលកងកម្លាំងដើម្បីកម្ចាត់មនុស្សទុរយុសដូចជាតុងជួប៉ុន្តែដោយសារតែស្ថានភាពស្រុកទេសប្រែប្រួលមិនថិតថេរគេក៏មិនបណ្ដាលឲ្យគោលដៅរបស់គេប្រែប្រួលទៅតាមនោះឡើយហើយការផ្ដោតចំពោះទៅរកអំណាចពិតប្រាកដរបស់គេផ្ដើមចេញពីការគិតការធំនោះឯងដូចគ្នានេះដែរអ្វីដែលយើងនិយាយមកទាំងអស់នេះគឺដើម្បីចង់ប្រាប់ថាបើនរណាម្នាក់ចង់ទទួលបានជោគជ័យក្នុងជីវិតទោះជាអ្នកនោះជាមនុស្សតូចតាចឬជាបុគ្គលិកក្រុមហ៊ុនឬសូម្បីតែជាសហគ្រិនក៏ដោយប្រសិនបើគេមិនចេះគិតការធំនិងចេះតែប្រើជីវិតទៅតាមការរះឡើងនិងលិចចុះនៃព្រះអាទិត្យនោះកុំគិតស្មានថាគេអាចផ្លាស់ប្ដូរពិភពលោកឬជីវិតរបស់គេបានដែរសោះដូចគ្នានឹងអ្វីដែលយើងបានពោលរួចមកហើយដែរថាគឺប្រសិនបើឆាវឆាវមិនគិតការធំរឿងសាមកុកក៏ប្រហែលជាមិនអាចនឹងកើតឡើងបានដែរអ្នកគ្រប់គ្រងឬអ្នកដែលចង់ទទួលបានជោគជ័យនៅក្នុងជីវិតបើមិនចេះគិតការធំទេគុំសង្ឃឹមថានឹងអាចធ្វើឲ្យកិច្ចការរបស់ខ្លួនរីកចម្រើនបានឲ្យសោះខ្លាំងណាស់បានត្រឹមតែអាចចិញ្ចឹមខ្លួនឯងឲ្យរស់មួយថ្ងៃប៉ុណ្ណោះប៉ុន្តែបើយើងចេះចាប់ផ្ដើមគិតការធំហើយទោះជាក្តីសុបិននោះនៅឆ្ងាយប៉ុណ្ណាក៏ដោយប៉ុន្តែវាមានន័យថាយើងចាប់ផ្ដើមស្គាល់គោលដៅដែលបានកំណត់បាត់ទៅហើយបើយើងស្គាល់គោលដៅហើយមានន័យថាយើងក៏ស្គាល់ផ្លូវដើរទៅគោលដៅនោះដូចគ្នាការសិក្សារឿងរ៉ាវនិងគំនិតរបស់ឆាវឆាវពីរឿងសាមកុកជាមធ្យោបាយមួយដែលធ្វើឲ្យយើងមើលឃើញថាការពិតពិភពលោកនៅមានផ្លូវឲ្យយើងដើរជានិច្ចឲ្យតែយើងចាប់ផ្ដើមកាលបើគិតការធំហើយជំហានបន្ទាប់គឺការចាប់ផ្ដើមឲ្យល្អព្រោះការចាប់ផ្ដើមល្អស្មើនឹងទទួលបានជ័យជំនះពាក់កណ្ដាល